ngày ní nhom lược vô bật thiên là bot để nhom ban bỏ ho nó lơ Facebook bao nhom vậy tha YouTube cứ plap đôi chi bộ phiếu bao nhom bàn trong bóng ôn khơi hai tha YouTube ở lời ní nơi sọc mai dưỡng cứ miền đại rô tra bên tên hai bóng ôn có khơi Facebook hàng bong cô prạ quạt ban bỏ ho đây trong mà video cứ ban thay nè hai nhom trong cái chạy bong ôn tích đầm bay dương rô lôiពី YouTube ban thay hay miền view trán bong ôn trâu tật phơ tam lại khăn bọc kềទីមួយគឺthumbnailយើងត្រូវតែធ្វើមិនតាក់ទាញឲ្យគេហ្នឹងចុចចូលមើលទី2បងប្អូនត្រូវតែថតវីដេអូផ្ដេកប្រភេទផ្ដេក YouTube រុញឲ្យមានអ្នកមើលច្រើនហើយវាបានតម្លៃថ្លៃទៀតដូចជាក់ស្ដែងខ្ញុំមួយរយៈចុងក្រោយនេះដោយសារតែ sponsor គេតម្រូវការឲ្យយើងថតបញ្ឈរបង្ហោះនៅលើ Facebook ដើម្បីឲ្យផ្ទុះអា platform Facebook ហ្នឹងវាត្រូវការបញ្ឈរតើកាលណាបញ្ឈរបានវារុញឲ្យឡើងអញ្ចឹងខ្ញុំមួយរយៈចុងក្រោយនេះខ្ញុំថតរឿងគឺខ្ញុំថតបញ្ឈររហូតអញ្ចឹងខ្ញុំអាប់ឡូតនៅក្នុង YouTube របស់ខ្ញុំមួយរយៈចុងក្រោយនេះគឺបានលុយតិចពីមុនខ្ញុំរកបានមួយខែយ៉ាងតិចក៏$5000ដែរ YouTube តែឥឡូវនេះធ្លាក់ពី$5000សល់តែត្រឹមខែខ្លះ200ខែខ្លះ300អញ្ចឹងណាបងប្អូនអញ្ចឹងបានថាយើងធ្វើឲ្យត្រូវអញ្ចឹងបងប្អូនបើសិនជាគាត់ចង់រៀនគាត់ចង់សាកមើលខ្ញុំរីកមិនថា YouTube គឺវាអត់បន្លំដូច Facebook ទេហើយសម្រាប់បងប្អូនដែលគាត់ចង់ចាប់ផ្ដើមតែគាត់អត់ដឹងថាធ្វើ content អីខ្ញុំមាន2 3 4 5 content ឲ្យបងប្អូនជ្រើសរើសបើសិនជាបងប្អូនជំនាញរបៀបកំ pl ែងចង់ថតរឿងអីយើងផ្ដើមពីដំបូងបើយើងអត់មានលុយជួលតួទេយើងនាំបងប្អូននាំក្មេងៗថតទៅអានឹងទី1ទី2មានប្រយោជន៍មែនទែនបងប្អូនដូចជាបើសិនជាបងប្អូននៅភ្នំពេញតាម Walk Street មានមនុស្សច្រើនមែនទែនបងប្អូនអាចឃើញវីដេអូដែលខ្ញុំបង្ហាញហើយមិនថាយើងថតពីសកម្មភាពបងប្អូនយើងគាត់ដើរនៅតាមផ្លូវគេរបៀប street food មានអីផ្សេងៗឲ្យតែយើងថតអានឹងចោលយើងយកទៅ upload នៅក្នុង Facebook ឲ្យតែកម្រិតវីដេអូនឹងច្បាស់ហើយយើងថតផ្ដេកក៏វារ៉េងឲ្យដែរបងប្អូនអាចឃើញវីដេអូដែលខ្ញុំដាក់នៅ screen ខាងលើនេះបានគឺដូចពួកបរទេសវាថតអារបៀបមានឡានទំនើបមានមនុស្សដើរចេញចូលមានស្រីស្អាតមានប្រុសស្អាតដើរចិត្តឡានបងប្អូនឃើញហើយគឺថាមាន view ច្រើនមែនទែនអាហ្នឹងគាត់អត់និយាយផងហើយគាត់អត់ចេញមុខផងអាហ្នឹង content ទី1ដែលស្រួលហើយទី2នោះគឺរបៀបមួកបាំងរបៀបយើងញ៉ាំមីញ៉ាំអីបងប្អូនញ៉ាំមីញ៉ាំ oyster ញ៉ាំគ្រឿងសមុទ្រយើងដាក់ធ្វើម៉េចអាកន្លែងដែលយើងញ៉ាំហ្នឹងឲ្យវាទំនងឲ្យវាច្រើនជាក់ស្ដែងបងប្អូនឃើញហើយក្នុងវីដេអូរបស់ខ្ញុំញ៉ាំមីហិលខ្ញុំញ៉ាំមីហិលមកវីដេអូហ្នឹងខ្ញុំបានឡើង200ជាង300ហើយវាបានថ្លៃមែនទែនវាអ្នកមើលខ្ញុំបាន2M ជាងហ្នឹងហើយមានអ្នកមើលរបៀបក្រៅប្រទេសក៏ច្រើនដែរតើកាលណាមានអ្នកមើលក្រៅប្រទេសច្រើនលុយយើងក៏ច្រើនដែរបងប្អូនបាទអញ្ចឹងដំបូងអញ្ចឹងបើសិនជាបងប្អូនអត់ចេះនិយាយទេបងប្អូនអាចថត content របៀបញ៉ាំអីក៏បានដែរក៏វាស្រួលដែរយើងដាក់មីឲ្យច្រើនដាក់លើចានឬមួយក៏លើថាសឲ្យធំមកឲ្យឃើញតំណងមកយើងញ៉ាំឲ្យតំណងមកអាហ្នឹងក៏ល្អដែរហើយពួកបរទេសជួយចិត្តមើលហើយមួយទៀតបោះតង់ក៏ល្អដែរហើយបានថ្លៃបងប្អូនរបៀបបោះតង់ហ្នឹងគឺអត់មាននិយាយអីទេយើងទៅបោះតង់នៅក្នុងព្រៃអញ្ចឹងទៅយើងថតសកម្មភាពយើងធ្វើម្ហូបយើងចូលក្នុងព្រៃយើងរបៀប challenge ខ្លួនឯងអាហ្នឹងក៏ល្អដែរដូចជាក់ស្ដែងបងភក្តីបោះតង់គឺល្អគាត់ធ្វើ content ហ្នឹងគឺល្អមែនទែនអញ្ចឹង